ជាដំបូងជំរាបសួរជាដំបូងជំរាបសួរដល់លោកគ្រូក៏ដូចជាសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះខុយកំសែដែលខ្ញុំតំណាងឲ្យក្រុមរបស់ខ្ញុំគឺខ្ញុំបកស្រាយនៅបច្ចេកដែលពួកខ្ញុំបានធ្វើនៅក្នុង subject OOAD ដែលពាក្យពេញវាគឺ Object Oriented Analytic and Design បច្ចេករបស់ខ្ញុំគឺជា Small Google Classroom System មួយគឺពួកយើងបានបង្កើត create វាមកគឺវាស្តៀងទៅនឹង Google Classroom ដែលយើងប្រើបច្ចុប្បន្នហ្នឹងក៏ប៉ុន្តែវារៀងតូចជាងនេះដោយសារតែពួកខ្ញុំគ្រាន់តែជាសិស្សទេ so នេះគឺជាអឺ lecture របស់ខ្ញុំគឺលោកគ្រូមករាអញ្ចឹងយើងចូលទៅកម្មបច្ចេករបស់ខ្ញុំមកទៅដំបូងយើង open នៅ VS Code គឺខ្ញុំប្រើវាដើម្បី run code អញ្ចឹងខ្ញុំចូលមកអញ្ចឹងដើម្បី run បច្ចេករបស់យើងគឺយើងត្រូវការបើក server សិនបើអត់យើងអត់បើកទេវាអត់បើកនៅ website នេះកើតទេអញ្ចឹងយើងយកពាក្យកន្លែង terminal ឬយកពាក្យ new terminal មកអឺនេះកន្លែងនេះគឺវាប្រាប់យើងកន្លែងដែលជា folder ដែលខ្ញុំកំពុងតែចូលនៅគឺClassroom Manager គឺ project របស់ខ្ញុំគឺខ្ញុំដាក់ folder នឹងឈ្មោះចឹង so នេះខ្ញុំ command មកគឺ npm install នេះវាចេញចឹងមកគឺបានវា success ហើយចឹងយើង comment មួយទៀតមកnpx ហើយ and then យើង copy អាកន្លែង dev នេះ dev ហ្នឹងវានៅក្នុងpackage.json យើងផាសនៅ enter នេះគឺយើងបានឃើញហើយគឺ server យើងគឺវានៅលើ port 5000អញ្ចឹងបើយើងអត់ដឹង port ហ្នឹងទេយើងអាច access ទៅកាន់ website ហ្នឹងបានទេអញ្ចឹងយើងបើកនៅ browser របស់យើងមកហើយយើងយកពាក្យ new tab ដែលយើងវាយពាក្យថា local អានេះគឺដោយសារតែខ្ញុំធ្លាប់ login ចូលអញ្ចឹងវា suggest ខ្ញុំអញ្ចឹងខ្ញុំគ្រាន់តែ enter ទៅ so អានេះវាទៅកាន់ website របស់ខ្ញុំហ្មង so ថ្ងៃនេះខ្ញុំ create ហើយអញ្ចឹងខ្ញុំ sign out សិនអញ្ចឹងបើយើងអត់ទាន់មាន account ទេយើងយកឡើង sign up នេះអញ្ចឹងវាមានពាក្យfull name email ហើយនិង password អញ្ចឹងខ្ញុំយកពាក្យ teacher អញ្ចឹងយក teacher ហើយ email នេះគឺខ្ញុំវាយពាក្យថា teacher 11 a gmail.com ថ្ងៃហ្នឹងខ្ញុំគ្រាន់តែដាក់ fake email ទេហើយ password នេះយើងដាក់មិនក៏បានដែរតែយើងត្រូវ make sure ថា password ហ្នឹងគឺវា6ខ្ទង់ឡើងអញ្ចឹងកន្លែងនេះគឺយើងរើស role ដែលយើងចង់ access អញ្ចឹងវាមាន2គឺ student ហើយនិង teacher អញ្ចឹងអានេះខ្ញុំ create បោះ account របស់ teacher តែខ្ញុំយក teacher មកand then ខ្ញុំចុចពាក្យ create អញ្ចឹងវាមកដល់កន្លែងនេះគឺជា dashboard របស់ teacher អញ្ចឹងកន្លែងនេះគឺយើងត្រូវកន្លែង save ជា username នេះយើងត្រូវmake sure ថាយើង save វាជា email បើសិនជាវាអត់ save ជា email ទេវាអត់អាច access បានពេលក្រោយទេអញ្ចឹង teacher មួយហ្នឹងគឺ11 2a gmail.com អញ្ចឹងយើងធ្វើការ save មកដល់ពី save មកអញ្ចឹងនៅក្នុងហ្នឹងវាមានអីគេខ្លះអញ្ចឹងយើងចូល view ទៅ my group អញ្ចឹងកន្លែងនេះគឺជាការ create នៅ group គឺដោយសារតែនៅក្នុងនេះអត់ទាន់ create ទេខ្ញុំធ្វើការ create មួយមកដាក់ OOAD អញ្ចឹងនេះគឺជា group ដែលយើងបាន create មុនហ្នឹងហើយនេះគឺជា total group របស់យើងបង្កើត2 3 4 5អីគឺវា load ចឹងហើយអញ្ចឹងយើងធ្វើការ create តទេក៏បានហើយយើង create មួយទៀតសិនមកដាក់ mic អញ្ចឹងវានឹង load បែបនេះហើយកន្លែង total វានឹងឡើង2អញ្ចឹងខ្ញុំចូលទៅកន្លែង OOAD ខ្ញុំយកពាក្យ create ឆាយនេះគឺកន្លែង create assignment សម្រាប់ឲ្យ student ធ្វើ so អានេះគឺដាក់អីក៏បានអាហ្នឹងនេះគ្រាន់តែជាexample ទេ
đấy cáiជា description ហើយនេះគឺជា deadline របស់យើងចូលដាក់ថ្ងៃ11ហើយម៉ោងនេះគឺដាក់ម៉ោង2ទៅដាក់ម៉ោង2ព្រឹកហ្នឹងទៅកន្លែងនេះគឺអឺយើងចង់បោះជាអីហ្នឹងខ្ញុំដាក់បោះជា picture មួយទៅចឹងថាការ create and then នេះគឺជា assignment ដែលយើងបាន create មុនហ្នឹង so នៅក្នុងហ្នឹងក៏មាន picture មួយទៀតដែរគឺកន្លែង message នេះអញ្ចឹងកន្លែង message ហ្នឹងគឺយើងsẽ announcement ទៅកាន់ student ដែលនៅក្នុង group របស់ហ្នឹងអញ្ចឹងបើឧទាហរណ៍ថាថ្ងៃហ្នឹងឬមួយក៏ស្អែកគ្រូអត់រៀនហ្នឹងគឺគាត់អាច announcement ទៅទីstudent បានគឺ so នេះខ្ញុំដាក់ចេះយើងដាក់ផុសនេះ announcement ហ្នឹងគឺបានផុសហើយគឺកន្លែង macro នេះគឺដាក់ teacher teacher នៅ announcement ហើយកន្លែងនេះគឺ member គឺអត់ទាន់មានគេចូលទេ so កន្លែងនេះគឺជាកន្លែង review submit ចឹងវាអត់ទាន់មានដែរតែនឹងទៅកន្លែង group មិញចឹងខ្ញុំបានគេ attach មិញនៅក្នុង group ហ្នឹងអញ្ចឹងខ្ញុំធ្វើការ copy code ហ្នឹងសិនដើម្បីឲ្យ student join group ហ្នឹងដើម្បីធ្វើ assignment ហ្នឹង so កន្លែងនេះយើងក៏អាច delete group បានដែរគឺបើយើងចង់ delete យើង delete ទៅនេះយើង sign out មកទៅកាន់ដោយសារមុនហ្នឹងគឺអត់ទាន់មាន account student ទេយើងធ្វើការ sign in ម្ដងទៀតគឺយក student ម្ដងអញ្ចឹងយកពាក្យ student មក and then កន្លែងនេះគឺយក student 11 A គឺដាក់ដូចគ្នាមកឲ្យវាច្រឡំគ្នា password យើងដាក់ដូចគ្នាទេក៏បានដែរអញ្ចឹងឥឡូវ teacher កន្លែងនេះគឺយើងចូល student មកយើងយក teacher អញ្ចឹងវានឹងទៅកន្លែង role របស់ teacher មួយអត់ហើយចូលយើង create មកកន្លែងនេះគឺដូចគ្នាគឺយើងត្រូវ save username ជារបស់ student នេះកន្លែងយើងត្រូវ save ជា email ដូចគ្នាបើយើងអត់ save ជា email ទេ so វានឹង log in log out ចេញពេលក្រោយវានឹងចូលអត់កើតទេ so យើង save មកហើយអីចឹងមិញហ្នឹងយើង copy កូដមិញហើយអីកូដ join group វិញយើងចូលពាក្យ my group មកអញ្ចឹងកន្លែង student គឺគាត់អត់មាន create group ដូច teacher ទេមានកន្លែង join group so យើងផាសមិញមកគឺយើងថា join អញ្ចឹងនេះគឺយើងបានចូលហើយអីគឺ teacher ឈ្មោះរបស់ teacher នេះហើយយើងទៅនេះមកគឺយើងឃើញ assignment ហើយនេះគឺជា member ដែលយើង join គឺមានតែមួយហ្នឹងឯង so យើងធ្វើការអានេះគឺជាអីដែល teacher ដាក់ឲ្យវិញហ្នឹងគឺយើងឃើញ file មិញហើយនេះយើង submit the work កន្លែងយើង respond នេះយើងដាក់ទៅគេសួរថា are you single ចឹងខ្ញុំគេទេនេះជា example ដែលចង់ដាក់អីបានដែរហើយយើងចង់ upload ជា file អីទៅវិញចឹងខ្ញុំដាក់មួយនេះទៅថានេះទៅ submit ចឹងវាបាន submit ហើយចឹងវាប៉ុន្តែ submit ហ្នឹងវាទាមទារនេះយើងនឹងចេញ waiting for teacher review គឺគាត់ថាត្រូវឆ្លងកាត់ teacher review សិនដើម្បីយើងអាចមើលឃើញស្កលរបស់យើងតកន្លែងនេះគឺវាដាក់ interview ហើយមិញហ្នឹងគឺដើម្បីមើល announcement ដែល teacher បាន announce មិញយើងចូលកន្លែង detail មិញដូចគ្នាហើយយើងយកពាក្យ like message មកនេះចុចមកយើងឃើញហើយ tomorrow no class គឺ announcement ដែល teacher បាន announce មុនហ្នឹងតកន្លែង all chat នេះគឺជាយើងបានធ្វើតែបន្តិចវារៀង slow នេះនេះគឺជា task ដែលយើងបាន submit មុនហ្នឹងគឺយើងឃើញហើយនេះគឺជា analytic គឺ average score average អីឬមួយក៏ total assignment ដែលយើងបានធ្វើហ្នឹងអញ្ចឹងយើង sign out ទៅមើល account teacher ម្ដងគឺដោយសារមុនហ្នឹងខ្ញុំ create account teacher ហើយខ្ញុំមិនបាច់ទៅ create ម្ដងទេយើងគ្រាន់តែ sign in មកនេះយើងយក like email ហ្នឹងមកយើង sign in មក password invalid
wait មុនហ្នឹងវាអាទៅគឺដោយសារតែemail ដែលខ្ញុំបាន create របស់ teacher ហ្នឹងខ្ញុំដាក់T អក្សរតូចតែអាឡែងខ្ញុំ login មកខ្ញុំដាក់ T អក្សរធំអញ្ចឹងទៅវាអត់ស្គាល់នេះយើងអាប់ដេតមកនេះយើងអាប់ដេតឲ្យវាត្រូវវិញមកអញ្ចឹងយើងឃើញ view ហើយនេះ student ចូល submit មុនហ្នឹងនេះយើងឃើញហើយsubmit វាមានមួយអញ្ចឹងយើង like review submission នេះមក then យើងនឹងឃើញនេះគឺជា file ដែល student មក submit មិញហ្នឹងហើយនេះគឺជា text អញ្ចឹងឡើយយើងឲ្យ score យើងចង់ឲ្យប៉ុន្មានខ្ញុំដាក់តែ9rồi ថាការ save អញ្ចឹងបានន័យថា catch up គឺយើងយើងផ្ដល់ជា score ឲ្យទៅ student ហើយនេះគឺជាអីដែលយើងបាន grade ទៅ student យើងចូល micro មកអញ្ចឹងយើងនឹងឃើញនេះគឺជាឈ្មោះmember student ចឹងចំពោះfeature របស់ teacher គឺមានប៉ុណ្ណឹងកន្លែងនេះគឺជាការanalytics គឺកន្លែងយើងមើល submission នៃaverage score អីvẫnនៅក្នុងនឹងដូច student ណាទេយើងក៏មានជាឯនេះគឺយើង night mode ហើយនិង live mode គឺយើងចង់ដាក់ក៏បានដែរអានឹងតាមចិត្តយើងអានេះវាឡើងមាន pending ឯដោយសារយើងតម្លាក់ score ឲ្យ student ហើយអញ្ចឹងយើង search out ទៅមើល student ម្ដងអញ្ចឹងយើងធ្វើការ search into student នេះគឺវាលែង load ឡើង waiting នេះចេះវា load complete គឺteacher ដោយសារមិញហ្នឹងយើងបានដាក់ score ឲ្យហើយនេះគឺជា grade ដែលទទួលបានហើយកន្លែងគ្រប់នេះបើយើងចង់ជន់ផ្សេងនេះយើងគ្រាន់ជន់មកហើយយើងដាក់កូដគ្រប់មកគឺយើងទៅបានហើយយើងចង់លេសយើងចុចលេសមកគឺបានដូចគ្នាចំពោះចឹងគឺមានប៉ុណ្ណឹងចឹងដើម្បីយើង clock នៅ server យើង clock នៅ server របស់យើងដើម្បីកុំឲ្យគេ access ចូល website ខាតចឹងយើងចុចកន្លែងនេះយើងចុចដាក់ Control C ហ្នឹងបានវាបានន័យថាវា clock server browser យើងមិញអញ្ចឹងយើងចុច refresh មកនេះអញ្ចឹងវានឹងលុបគឺយើងបិទ server អីចូល website បានទៀតទេចំពោះtopic របស់ខ្ញុំគឺមានប៉ុណ្ណឹងហើយចាំជួបគ្នានៅ topic ក្រោយ